សង្គ្រាមដែលវាកើតឡើងណាកូនណាវាប្រហារគ្រប់ជ្រុងជ្រោយទាំងអស់ទាំងយោធាទាំងនយោបាយទាំងសេដ្ឋកិច្ចទាំងវប្បធម៌ដូច្នេះហេតុអីបានជាយើងប្រុងប្រៀបរឿងខាងក្រោយប្រុងប្រៀបទប់ទល់នឹងចារកម្មព័ត៌មានក៏ព្រោះតែចារកម្មព័ត៌មាននេះវាត្រជាក់ទេណាវាត្រជាក់ទេណាកូនណាប៉ុន្តែវារុញឲ្យយើងបែកឯកភាពជាតិហើយចិត្តសាស្ត្រនយោបាយរបស់សៀមកូនបាច់តម្លៃតាមវាថាអាចចង់យកដល់នេះយកដល់នោះទេគោលដៅរបស់វាគឺបំបែកឯកភាពជាតិខ្មែរហ្នឹងឯងគ្រប់សង្គ្រាមដែលកើតឡើងមកលើប្រទេសខ្មែរដឹងអីទេបងគោលដៅរបស់គេគឺបំបែកឯកភាពជាតិហើយបង្កើតឧទាមគ្រប់សម័យកាលកូនប្រុសកូនស្រីដូច្នេះហើយកូនទាំងអស់គ្នានេះត្រូវពង្រឹងស្មារតីទប់ទល់នឹងព័ត៌មានចារកម្មចំណែកកូនចៅយុទ្ធជនយុទ្ធនារីគឺត្រៀមស្មារតីទប់ទល់នឹងទៅដោយគោរពបទបញ្ជាកូនណាគោរពបទបញ្ជានេះជាបទពិសោធន៍នៅក្នុងធ្វើសង្គ្រាមរបស់យើងក៏ព្រោះតែដងដានបទសាស្ត្របានបញ្ជាក់ប្រាប់យើងហើយពីមុនដែលយើងតែងតែអត់តំណមាត់នៅក្នុងការវាយប្រហារទប់ទល់នឹងទៅដល់យើងមិនបានយកចិត្តទុកដាក់ពេលរឿងសច្ចានុម័តធ្វើឲ្យយើងវេទនាអាហ្នឹងចេញតាមកំហឹងកំហល់ណាកូនណាធ្វើឲ្យយើងវេទនាឥឡូវយើងបកស្រាយរឿងបច្ចុប្បន្ននេះតាមការយល់ដឹងរបស់ខ្ញុំហើយនៅក្នុងនយោបាយសៀមធ្វើវាយប្រហារលើខ្មែរនេះវាមិនមែនអត់ហេតុផលនោះទេខ្ញុំនិយាយមិញហើយថាគ្រប់សង្គ្រាមមួយទាំងខាងកើតទាំងខាងលិចគោលដៅចម្បងបំផុតគឺបង្កើតក្រុមឧទាមគាត់នឹងអត់ដើម្បីដាក់មនុស្សរបស់ខ្លួននិយមអញធ្វើការតាមអញគឺសំខាន់គឺដាក់ឧទាមហ្នឹងហើយដាក់ឧទាមតាំងពីដើមមកយើងកូនខ្លះចេះប្រវត្តិសាស្ត្រដឹងស្ដេចខ្លះដែលសោយរាជនៅក្រុងលង្វែកក្រុងឧដុង្គក្រុងអីហ្នឹងវាសុទ្ធតែត្រូវការសៀមនោះបញ្ជូនខ្លះទឹកខ្លះអីមកបាំងដើម្បីអភិសេកឡើងសោយរាជចឹងដល់កូនទាំងតាហើយកូនអស់នេះកូនប្រាប់នឹងកូនមឿនសុទ្ធតែទទួលការអត់ថាក្រុងរាជយើងត្រូវការទទួលស្អីពីសៀមមកទៅប្រផាត់ត្រាធ្វើជាស្ដេចដឹកនាំបានដូចនេះកាលណាឡើងធ្វើជាស្ដេចខ្មែរហើយនយោបាយទាំងអស់ទៅបំរើសៀមវាអញ្ចឹងរឿងប្រវត្តិទឹកដីរបស់យើងដូច្នេះនៅពេលដែលមានរដ្ឋាភិបាលណាមួយរបស់ខ្មែរនេះមិនចាត់ទុកប្រទេសសៀមនឹងជាម៉ែជាឪទេសៀមនឹងប្រឹងគ្រប់វិធីដើម្បីឲ្យមានដឹកនាំមួយដែលមាននិយមសៀមនឹងទៅតែកាន់កាប់ប្រទេសខ្មែរម្ដងចុះហេតុអីបានវាមានហេតុផលអញ្ចឹងខ្ញុំនិយាយដដែលរឿងដែលសៀមនេះគាត់ធ្វើអញ្ចឹងខ្ញុំនិយាយតែពីសៀមមួយទេណាកូនណាមិនបាច់និយាយរៀលដាល់ដល់ផ្សេងទៀតកូនគង់នឹងយល់ណោះរឿងដែលសៀមវាធ្វើយ៉ាងនេះបានដោយសារអីដោយសារតែសៀមនេះវាបានត្រួតត្រាកាន់កាប់ទឹកដីខ្មែរទាំងពលរដ្ឋទាំងទឹកដីជាង30ខេត្តគឺវាច្រើនជាង30ខេត្តហើយទាំងពលរដ្ឋទាំងទឹកដីដូច្នេះនៅក្នុងគោលការណ៍របស់សៀមគិតថាប្រសិនណាបើរដ្ឋាភិបាលខ្មែរកណ្ដាលនេះមិននិយមវានោះហើយថ្ងៃណាមួយអូយខ្មែរកណ្ដាលវារីកចម្រើននេះតិចទៅវាមកឲ្យធ្វើនយោបាយយកខេត្តដែលអញកាត់យកពីវានោះវិញទៅដូចនេះវាដេកយកសពឃើញអាហ្នឹងគ្រប់នាទីទោះបីស៊ីបាយឲ្យនឹកឃើញក៏មិនឆ្ងាញ់ដែរកពុទ្ធការរបូតខេត្តមកវិញទោះបីថាវាមិនអាចរបូតតែវាដេកយកសពអញ្ចឹងហើយនេះហើយដែលបរទេសសង្ខាងតែងទាញយកអធិពលទៅលើអ្នកដឹកនាំជាតិខ្មែរនេះមិនឲ្យឯករាជ្យទៅបានទាំងហ្នឹងហើយដែលវាចិញ្ចឹមចារកម្មធ្វើឲ្យខ្មែរកណ្ដាលនេះមិនអាចបរិសុទ្ធបានទេនេះខ្ញុំនិយាយពីជំរឿនយោបាយខាងក្នុងណាបងណានយោបាយខាងក្នុងខ្ញុំនិយាយបានព្រោះសៀមធ្លាប់ទិញខ្ញុំហើយមិនដែរនិយាយជាសាធារណៈហើយមិនចង់និយាយអញ្ចឹងគឺចង់ឲ្យកូនយល់អំពីដងដាននៃប្រវត្តិសាស្ត្រហើយរឿងមួយទៀតដែលកូនត្រូវចងចាំចំនួនខ្មែរដែលកើតជាង20ឆ្នាំមកអំពីអធិពលសច្ចានុម័តទន្ទឹមនឹងអាក្នុងអាចចង់សងខាងនេះចង់ដាក់អ្នកដឹកនាំជាតិខ្មែរមួយឲ្យនិយមគេនោះគេមិនមែនមកធ្វើតែគេទេគេត្រូវគៀងកអ្នកផ្សេងទៀតដើម្បីឲ្យមកជួយគេនឹងដើម្បីបាត់តបរដ្ឋាភិបាលខ្មែរមួយឲ្យនិយមគេហើយអាពីនឹងចំណែនគ្នារហូតអាពីនោះនេះនិយាយត្រង់ប្រោយណោះបាច់វិចនាំកូនប្របាក់ស្ដាប់ដូច្នេះហើយពួកគេតែរកល្បិចគ្រប់វិធីធ្វើឲ្យខ្មែរនឹងវាច្របូកច្របល់អូយវាមុននឹងវាប្រហារដល់យោធាកូនដឹងអត់ទេវប្បធម៌អក្សរសាស្ត្រនយោបាយសេដ្ឋកិច្ចចុងក្រោយបានយោធាណាកូនណាអញ្ចឹងហើយបានប្រមាណក៏ខែចុងក្រោយខ្ញុំប្រតិកម្មណាស់រឿងនយោបាយវប្បធម៌និងសេដ្ឋកិច្ចមកជ្រុំប្រាប់កូនរហូតកូនខឹងកូនសម្បាតែកូនអត់ដឹងថាវិធីឆ្លៀនពៀនរបស់គេផ្ដួលយើងបានគឺផ្ដួលពីមួយវប្បធម៌អក្សរសាស្ត្រជាមួយគ្នានេះសាសនាប្រពៃណីនឹងវាជាមួយគ្នានេះយើងនិយាយតែវប្បធម៌មួយម៉ាត់គឺបានគ្រប់ជ្រុងជ្រោយទី2មកសេដ្ឋកិច្ចទី3នយោបាយលើឆាកអន្តរជាតិមិនឃើញសៀមខំយកនយោបាយលើឆាកអន្តរជាតិផ្លេចគ្រប់រឿងទេអាហ្នឹងឯងគេថាសង្គ្រាមព័ត៌មានសង្គ្រាមហើយនយោបាយដូចនេះកូន
កូនទាំងអស់គ្នាមិញខ្ញុំឃើញកូនណាថាឲ្យជួយជាតិយ៉ាងម៉េចកូនមិនតាន់ទៅជាតបកូនជួយទប់ទល់នឹងព័ត៌មានចារកម្មកូនណាដើម្បីកុំឲ្យពលរដ្ឋរបស់យើងភិតភ័យព្រោះក្នុងពេលនេះបើកាលណាយើងផ្សាយព័ត៌មានណាមួយមិនពិតប៉ះពាល់ដល់ពលរដ្ឋយើងគិតតែភ័យទៅទៀតដូចនេះអសន្តិសុខសង្គមវានឹងកើតមានឡើងនៅដល់ក្នុងប្រវត្តិវាអាចនិយាយដល់រឿងហ្នឹងណាកូនណាព្រោះរឿងហ្នឹងដូច្នេះនៅពេលដែលយើងមិនដល់ទៅវាធ្វើឲ្យប្រទេសជាតិយើងធ្លាក់ចូលទៅក្នុងភ្នក់សង្គ្រាមមែនទែនដូចជាមុននឹងផ្ដួលសម្ដេចនរោត្តមសីហនុមានការបន្ទុកស្រាយខាងការទូតខាងព័ត៌មានដូចតាថ្ងៃដូចតែគ្នានោះនៅពេលដែលយើងមិនអាចទប់ទល់នឹងចារកម្មព័ត៌មានបាច់បុកមកលើយើងខ្លាំងប្រទេសគេនោះដែលគេមាននយោបាយសេដ្ឋកិច្ចយោធាធំជាងយើងនោះគេងាយនឹងទៅអន្តងមហាអំណាចមួយទៀតកំពុះតែលើលោកនេះយកលើកូនថាយុទ្ធធរវាប្រកាសហើយប៉ុន្តែមិនទាន់បានយុទ្ធធរទៅលើប្រទេសមួយណាទាំងស្រុងទេវាតែងតែរមៀលទៅតាមផលប្រយោជន៍អញ្ចឹងហើយដោយសារតែយើងចាញ់នយោបាយនោះឯងបានជាយើងទៅបរទេសវាយប្រហារដើម្បីបដូររបបនយោបាយដាក់បុគ្គលថ្មីមួយទៀតដែលនិយមទៅគេហើយពេលនោះលេចធ្លោគឺសហរដ្ឋអាមេរិកហើយណាកូនណាសហរដ្ឋអាមេរិកហើយនៅពេលដែលយើងប្រកាន់ចំហដាច់ខាតជាមួយសហរដ្ឋអាមេរិកទេនៅក្នុងតំបន់អាស៊ីទៅរហូតណាមួយនិយមអញឲ្យធ្វើជាស្ដេចនៅខ្មែរហ្នឹងហើយបានវាមានរដ្ឋបហាកើតឡើងកូនណាមានរដ្ឋបហាកើតឡើងមួយខាងនិយមអាមេរិកមួយខាងនិយមចិនតែប្រទេសជិតខាងទេជាអ្នកនាំភ្លើងនឹងមកព្រោះប្រទេសជិតខាងគេឆ្លាតចិននៅឆ្ងាយម្លងលាវទៀតបានចូលដល់ខ្មែរដូចនេះជាប់របងគឺគេបំលែងកិច្ចការហ្នឹងទៅបំរើផលប្រយោជន៍គេដដែលដើម្បីអាមេរិកនៅឆ្ងាយទុកស្ថានទូតអីនានាអញ្ចឹងមកក៏អត់អាចគ្រប់គ្រងដល់បានទេនៅពេលប៉ុលពតមិននិយមបរទេសទៅហើយដើម្បីអីទៅគៀងកសហភាពសូវៀតអញ្ចឹងមកធ្វើម៉េចរលំប៉ុលពតនឹងចោលដើម្បីកុំឲ្យដើម្បីដាក់គ្នាអញមួយឲ្យនិយមអញអានេះខ្ញុំលើកឧទាហរណ៍មួយមកទេដើម្បីឲ្យកូនយល់ឯបច្ចុប្បន្ននេះផ្លាស់ទាំងរឿងបច្ចុប្បន្ននេះគឺសៀមត្រូវការមនុស្សណាមួយអ្នកដឹកនាំខ្មែរណាមួយនិយមគាត់ដើម្បីអីបើមិនបានអាថ្មីក៏ការពីអាចាស់ដែរ30ជាងខែទៅព្រោះទោះបីថាមានប្លង់អីក៏ដោយក៏ប៉ុន្តែដូចនៅគ្រីមៀកូនដឹងដែរដូចនៅគ្រីមៀបើអតិពលរបស់អ៊ុយក្រែនខ្លាំងទៅហើយដូចនេះទុកយូរអត់បានទេបុយតែទុកយូរអ៊ុយក្រែននឹងកាន់កាប់គ្រីមៀណែនក្នុងដៃបាត់ហើយដូច្នេះវាខ្លាចចឹងជនជាតិនៅគ្រីមៀវាភាគច្រើនជាជនជាតិសូវៀតក៏ចាប់ផ្ដើមអបគមបាយទឹកដីឯសៀមវាដេកគិតដូចគ្នានឹង30ខែជាងបើខ្មែរកណ្ដាលនេះចេះតែរីកចម្រើនរុងរឿងទៅថ្ងៃណាមួយ30ខែនោះធ្វើអបគមដណ្ដើមអញជប់ចូលមួយសៀមឯងហើយសាច់សៀមអញខ្មែរនេះតែហ្នឹងហើយដែលសៀមចិញ្ចឹមចិត្តងល់ក្រោយថ្ងៃ17មេសាចិញ្ចឹមខ្មែរសចិញ្ចឹមខ្មែរលោកតាសឿនសានnăm 1982ចិញ្ចឹមអីហ៊ុនស៊ុនប៉ិចនឹងខ្មែរក្រហមវាមិនមែនអត់ហេតុអត់ផលទេណាកូនត្រូវចាំណាគឺទុកឲ្យមានដំបៅនៅក្នុងជាតិខ្មែរកុំឲ្យមានលទ្ធភាពទៅគិតគូអីទោះបីយើងថាមិនគិតគូអញមិនយក30ខែក្នុងទៀតទេអញចង់បានតាមផែនពីបារាំងសៀមគូឲ្យនោះទេប៉ុន្តែវាអញ្ចឹងហើយប៉ុន្តែវាមិនមែនគិតដល់អាហ្នឹងទេក៏ព្រោះថាកាប៉ាតានីយ៉ាឡាអីមួយទៀតនោះlạiរឹបយកពីម៉ាឡេមកនោះនៅលើពើរងថ្ងៃនេះសម្បៅដែលសៀមចាប់ផ្ដើមវិបហាមកលើខ្មែរប៉ុលពតដោយគិតតែខ្លួនអញអស់ចាណាខ្លាំងណាស់អញបានរំដោះភ្នំពេញចេញពីកងទ័ពក្រីក្រប្រឆាំងចក្រពត្តិអាមេរិកឲ្យតែនិយាយឡើងប្រឆាំងចក្រពត្តិអាមេរិកទាំងបរិវារប្រឆាំងបរិវារទីបំផុតអាមេរិកបញ្ជូនយន្តហោះអើយយន្តហោះA16មកក៏តិចរោងចក្រពេញកាតលើកទ័ពពីថៃមកវាយងាប់ទ័ពយើងអស់កគុកនៅកោះតាដល់យកមាននិយាយមកយីគេមួយធ្វើជានុយពេលនោះខ្ញុំនឹកថាងាប់បាត់ហើយនៅលើកោះយន្តហោះ352គ្រឿងមកអូយើងធ្វើម៉េចម៉ាន់ដៅកបី10ចូលអាលងខែចែកចេញទឹក352ហោះចងាងមកបណ្ដោយប៉ុន្តែគាត់អត់តម្លាក់តា S16 គាត់ទឹករោងចក្រពេញកាតឲ្យហួសទៅតម្លាក់នៅសៀមរាបទៀតងាប់ក៏មកអស់20ឲ្យសៀមរាបទៀតវាអញ្ចឹងតែចាក់ភាពពិតវាអញ្ចឹងបើកូនអត់បានដឹងដងដានបើថាអាមេរិកតាមគេប្រជាធិបតេយ្យប៉ុណ្ណានេះក៏មិនមែនគេធ្វើប្រេះប្រាស់អត់មានរឿងប្រេះប្រាស់ទេខ្ទេចមួយទៅធ្វើអីគាត់ហើយងាកមកក្នុងរងថ្ងៃដែលយើងកំពុងតែខ្វល់ខ្វាយនេះហើយមានអ្នកខ្លះបន្ទោសរដ្ឋាភិបាលវាមិនព្រមតដៃវាមិនព្រមធ្វើអាម៉េចកូនក្តៅកាហាយក្នុងចិត្តខាងណាកូនក្តៅកាហាយវាត្រូវហើយប៉ុន្តែខ្ញុំរៀបរាប់ប្រវត្តិសាស្ត្រមិញហ្នឹងវាជាឲ្យកាហាយកឲ្យកូនអត់ទ្រាំកូនប្រែភាពឈឺចាប់របស់កូនទាំងអស់គ្នាហ្នឹងទៅជាប្រឹងព្រៀបទប់ទល់នឹងការកម្មព័ត៌មាន